បងប្រុសមានគេកំពុងតាមចាប់ខ្ញុំសូមបងកុំប្រកល់ខ្ញុំឲ្យពួកគេវិញអីកុំនិយាយអីទៅតាមខ្ញុំមកសិនគេនៅខាងមុខនោះខ្ញុំអាចរត់បានហើយកុំឲ្យវាគេចរួចបងប្រុសខ្ញុំត្រូវបានគេបោកឲ្យមកលើភ្នំនេះពួកគេចង់លួចខ្ញុំឲ្យទៅតាជ្រាម្នាក់សូមបងកុំប្រកល់ខ្ញុំឲ្យគេអីស្ដាប់ខ្ញុំចុះទៅពួនសិនទៅទោះឬសូអ្វីក៏ដោយកុំចេញមកឲ្យសោះហើយខ្ទប់មាត់ឲ្យចិត្តបងប្រុសបើចង់រស់ស្ដាប់តាមខ្ញុំនៅខាងនោះមានគេតាមមកហើយមិញនេះឯងឃើញស្រីម្នាក់ទេស្រីណាទៅខ្ញុំមកលើភ្នំនេះដើម្បីធ្វើការទេកុំមកកុហកវាទៅណាហើយមិញនេះហាក់ដូចជាទៅផ្លូវនោះខ្ញុំស្មានថាជាជ្រូកព្រៃទៅទៀតកញ្ញាចេញមកលឿនឡើងឆ្លៀតពេលនេះទៅចុះបងប្រុសបងរងរបួសហើយមិនអីទេកុំខ្វល់អីរត់យកជីវិតសិនទៅមិនអីទេកន្លែងនេះពួកគេរកមិនទាន់ឃើញទេសម្រាប់ក្រដង្ហើមសិនចុះបងប្រុសខ្ញុំជាសិស្សសាកលវិទ្យាល័យខ្ញុំត្រូវបានគេបោកឃុំខ្លួននឹងវីដំពួកគេចង់លួចខ្ញុំឲ្យទៅតាជ្រានៅលើភ្នំនេះខ្ញុំរត់យូរមកហើយតែរកផ្លូវចេញមិនឃើញទេកុំភ័យអីឲ្យតែរត់រួចហើយគឺមានផ្លូវរស់ហើយថ្ងៃនេះខ្ញុំនឹងជួយឲ្យឯងចេញទៅឲ្យបានបងប្រុសខ្ញុំគ្មានលុយជាប់ខ្លួនសំបីមួយកាក់តើអ្នកអាចខ្ចីលុយខ្ញុំ300បានទេខ្ញុំចង់ជិះឡានត្រឡប់ទៅផ្ទះវិញលុយនេះតាមពិតទៅត្រូវទុកឲ្យប្អូនស្រីខ្ញុំបង់ថ្លៃសាលាតែពេលនេះអ្នកកំពុងត្រូវការជួយសង្គ្រោះជីវិតយកទៅចុះរួចត្រឡប់ទៅផ្ទះវិញទៅបងប្រុសអ្នកបានសង្គ្រោះជីវិតខ្ញុំហើយខ្ញុំប្រកាសជានឹងត្រឡប់មកដប់ស្នងគុណបងវិញត្បូងមួយនេះជាអ្វីដែលជីដូនខ្ញុំទុកឲ្យខ្ញុំទុកវាពាក់កណ្ដាលនៅទីនេះជាភស្តាងបងប្រុសខ្ញុំនឹងមិនភ្លេចឡើយដើរតាមផ្លូវតូចនេះចុះទៅក្រោមឃើញដុំថ្មធំមួយរួចបាត់ស្ដាំចេញពីភ្នំនេះទៅនឹងដល់ទីរួមស្រុកហើយកុំឲ្យច្រឡំផ្លូវឲ្យសោះលោកសិនតាមតម្រុយដែលគេផ្ញើមក10ឆ្នាំមុនគឺភូមិនេះឯងមាត់ភូមិមានដីស្រែធំល្វឹងល្វើយតាមផ្លែឈើចាស់នៅខាងមុខនេះក៏ត្រូវដែរត្រូវហើយគឺនៅទីនេះឯងខ្ញុំរកអស់រយៈពេល10ឆ្នាំទីបំផុតក៏រកឃើញតោះចូលទៅក្នុងភូមិលោកសិនលោកមិនអីទេក្មួយស្រីហេតុអ្វីរត់ប្រញាប់ប្រញ័របែបនេះមើលផ្លូវខ្លះផងក្មួយមានរបួសត្រង់ណាទេបងស្រីសុំទោសផងខ្ញុំមិនបានតាំងចិត្តទេលើកក្រោយដើរយឺតខ្លះកុំឲ្យបុកគេអញហើយខ្លួនឯងក៏ឈឺដែរលោកសិនចាំបន្តិចត្បូងមួយដុំនេះហេតុអ្វីបានជាដូចនឹងអ្វីដែលពាក់នៅរបស់លោកម្លេះគឺលោកនាយកលីឆាប់ទៅយកឯកសារធានារ៉ាប់រងដែលខ្ញុំរៀបចំទុកក្នុងឡានមកកាត់ធនាគារកិច្ចសន្យាភាគហ៊ុនរួមទាំងតែដែលត្រៀមទុកសម្រាប់អ្នកមានគុណកុំឲ្យខ្វះមួយមុខឲ្យសោះយកទេខ្ញុំនឹងទៅយកឥឡូវនេះបងខ្ញុំប្រឡងជាប់ហើយប្រឡងជាប់នៅណាឆាប់ឲ្យបងមើលមកសាកលវិទ្យាល័យហាឈីងសៀវហ៊ឺអូនពិតជាធ្វើឲ្យគ្រួសារយើងមានមុខមាត់មែនភ្នូដូនតាយើងពិតជាមានសំណាងមែនហើយទើបមាននិស្សិតដែលពូកែយ៉ាងនេះកើតឡើងបងមិនក៏បែកញើស